ចឹងចង់ទៅដើរលេងប៉ុន្តែដើរលេងលើនេះគឺទៅដើរលេងជាមួយសង្សារចាស់នេះកៅអៅរៀបហើយចឹងដឹងថាសង្សារចាស់ខ្ញុំណាគេហើយខ្ញុំទៅដើរលេងណាតោះទៅមើលទៅអស់គ្នាបើនិយាយទៅមួយរយៈធំនេះគឺខ្ញុំមិនដែលបានដើរលេងទេគឺរវល់ធ្វើការហើយឆ្លៀតពេលដើរលេងអត់បានសោះតែម្ដងទៅតែថ្ងៃនេះគឺមានពេលតនេអាចដើរលេងបានមួយថ្ងៃហើយមួយថ្ងៃនេះគឺណាត់ជួបគ្នាជាមួយនឹងប្រុសស្អាតដើម្បីទៅដើរលេងហើយការធ្វើដំណើររបស់ខ្ញុំនឹងចេញពីក្នុងក្រុងបាត់ដំបងហើយគាត់ឡើងតាមផ្លូវនេះមកដល់ហើយគឺសង្សារចាស់របស់ខ្ញុំគឺស្វាមីខ្ញុំនឹងឯងបន្ទាប់ពីធ្វើដំណើរដ៏វែងឆ្ងាយហើយយើងបានមកដល់ទិសដៅហើយអ្នកទាំងអស់គ្នាឃើញវ៉ែបហើយប្រកាសជិះដឹងតិចហើយថាខ្ញុំនៅទីណាអញ្ចឹងខ្ញុំញ៉ាំអាហារថ្ងៃត្រង់សិនបន្ទាប់មកក៏នាំគ្នាទៅរកកាហ្វេដែលគេល្បីហ្នឹងហើយយើងនាំគ្នាញ៉ាំកាហ្វេភេសជ្ជៈតិចតួចហើយជាមួយនឹងនំជីទៅហាងដែលគេនឹងរៀបចំបែបវ៉ែបជប៉ុនតែម្ដងសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តបែបវ៉ែបជប៉ុនហ្នឹងមែនតើអញ្ចឹងកន្លែងដែលខ្ញុំទៅដើរលេងហ្នឹងគឺនៅខេត្តសៀមរាបនឹងឯងមិនទៅឆ្ងាយអីប្រហែលទេអញ្ចឹងបន្ទាប់ពីចេញពីកាហ្វេហ្នឹងហើយក៏នាំគ្នាជិះទៅភូមិប្រដាក់ទៅមើលគេមើលឯងរត់ទិញអីញ៉ាំបន្ថែមអីអញ្ចឹងណាប៉ុន្តែថ្ងៃហ្នឹងគឺអត់បានទិញអីញ៉ាំទេលក្ខណៈថាញ៉ាំអីឆ្អែតហើយអញ្ចឹងក៏នាំគ្នាជិះឆ្វែលមើលបន្តិចក៏ចេញដំណើរជិះឆ្វែលព្រៃអង្គរតែម្ដងអញ្ចឹងនាំគ្នាជិះមើលប្រាសាទមើលអីនិយាយទៅនៅពេលដែលខ្ញុំទៅសៀមរាបទម្លាប់របស់ខ្ញុំគឺចូលចិត្តជិះម៉ូតូជិះឆ្វែលមើលប្រាសាទគ្រប់និយាយទៅមិនបានទៅដល់គ្រប់ក៏ដែរប៉ុន្តែឲ្យតែបានជិះឆ្វែលមើលប្រាសាទជិះតាមផ្លូវហ្នឹងក៏មានអារម្មណ៍ស្រស់ស្រាយអានេះវាជាទម្លាប់អ្វីដែលពួកខ្ញុំធ្វើនិយាយទៅខ្ញុំគិតថាមិនតែខ្ញុំទេអ្នកទាំងអស់គ្នាក៏ប្រហែលជាចូលចិត្តដូចខ្ញុំដែរមើលទៅបើនិយាយទៅឲ្យតែបានជិះម៉ូតូឆ្វែលអញ្ចឹងគឺទទួលបានអារម្មណ៍ស្រស់ស្រាយខ្លាំងមែនទែននិយាយទៅជាសកម្មភាពដែលខ្ញុំចូលចិត្តខ្លាំងតែម្ដងថ្ងៃហ្នឹងក៏មិនបានទៅដើរលេងច្រើនអីណាស់ដែរតែបានទៅប្រភេទល្ងាចបាត់ទៅហើយអញ្ចឹងនាំគ្នាត្រឡប់មកក្រុងវិញដើម្បីញ៉ាំអាហារពេលល្ងាចអាហារពេលល្ងាចរបស់ខ្ញុំហ្នឹងគឺប្រភេទជាបែប buffet កូរ៉េគឺមានច្រើនមុខខ្លាំងមែនទែនគិតទៅអាហ្នឹងញ៉ាំយូរម្ដងបានតែញ៉ាំញឹកពេកអត់សូវម៉ានេះដោយសារតែសាច់វាខ្លាញ់ច្រើនអញ្ចឹងណាអញ្ចឹងម្ហូបកូរ៉េគឺមានច្រើនមុខខ្លាំងមែនទែនរឿងដែលត្រូវធ្វើបន្តដែលមិនអាចបំភ្លេចបានគឺ shopping និយាយទៅប្រុសស្អាតម្នាក់ហ្នឹងគឺចូលចិត្ត shopping ជាងខ្ញុំទៀតឲ្យទៅលេងសៀមរាបគឺចង់តែ shopping ទេអញ្ចឹងយើងកំដរគេទៅប៉ុន្តែនៅពេលដែល shopping ចលឡើងអ្នកដែលបានគឺមិនមែនជាគាត់ទេគឺជាខ្ញុំយីមែនអ្នកទាំងអស់គ្នាជូនគេទៅឯងប៉ុន្តែខ្លួនឯងបានមួយដែរអញ្ចឹងសម្រាប់ដំណើរកម្សាន្តជាមួយនឹងសង្សារចាស់គឺមានតែមួយថ្ងៃនឹងឯងអរគុណបាយបាយឈប់កុំភ្លេចជួយ follow page និង subscribe channel YouTube ខ្ញុំម្នាក់មួយផងណា